ហេតុអ្វីប្រទេសជប៉ុនធ្លាប់មានសង្គ្រាមដែលប៉ះពាល់នឹងជោគវិបត្តិធ្ងន់ធ្ងរជាងខ្មែរយើងទៀតប៉ុន្តែប្រទេសជប៉ុននៅតែអាចងាប់រួចពីព្រោះកម្លាំងមេដឹកនាំហើយនិងកម្លាំងប្រជាជនជប៉ុនវាខ្លាំងកម្លាំងចិត្តខ្លាំងបើកម្លាំងចិត្តខ្លាំងអាចធន់ទ្រាំហើយអត់ស៊ីចូលជប៉ុនគឺជាជនជាតិអត់ចេះចូលទេចំណាំមើលចុះជប៉ុនអត់ដែលអួតទេជប៉ុនគឺមានតែការតាំងចិត្តហើយនឹងធ្វើមើលនាយករដ្ឋមន្ត្រីសប្តាហ៍ចិនគម្រាមអត់ញោចទេណាស៊ីចិនពេញឡើងបាត់សក់ចុយមកចង់លេងជាមួយសេនាតាកាអៃជីឃើញលើកើធ្វើដៃកវីជាមួយដូណាល់ត្រាំស្រាប់តែលុតយកហ្មងដកសម្ដីបើមិនដកសម្ដីទេចេះចុះអញអត់ដកធ្វើកដួយអីជប៉ុនវាប្រាប់ស៊ីចិនពេញមិនធ្វើកដួយអីអញមិនដកហើយស្មានតែឯងនឹងមានមនុស្ស1000 1400លានអ្នកហ្នឹងឯងមកតបាក់អញស៊ីកដួយអញបានទេសេនាតាកាអៃជីអត់និយាយភ្លាមតម្លើងកំជួចភ្លាមបំពាក់រ៉ាដាឲ្យហ្វីលីពីនភ្លាមបញ្ជូនទ័ព1400អ្នកចូលសំយុទ្ធភ្លាមធ្វើអីជប៉ុនឥឡូវនឹងចាប់ផ្ដើមបទូឲ្យគ្រឿងសមុទ្រចូលចិនវិញបើឯងមិនច្រំក៏អញមិននេះដែរឯងកុំបដៅអញនាយករដ្ឋមន្ត្រីមុនប្រុសឯងអាងវាយឥឡូវស៊ីកដួយអញស៊ីចិនពេញឯងឈ្មោះស៊ីអញឲ្យស៊ីកដួយអញហ្នឹងអត់ហ៊ានស្ញោតឃើញដាក់មួយបានប្រជាជនជប៉ុនហ្នឹងញាក់សាច់ហ្មងថាអស់ចាមែនស្រីដែលគេមិនឲ្យសិទ្ធស្មើនឹងបរិបទនៅក្នុងសង្គមជប៉ុនហ៊ានបើកក្បេះលោឲ្យឯងហ៊ានមកលើកអញអធៈឲ្យជ្រះកាយឡាស៊ីចិនពេញដកថយវឹបកុំលេងជាមួយជប៉ុនមនុស្សនេះកូនព្រះអាទិត្យណាមិនមែនកូនប្រច័នទេកូនប្រច័ននៅខ្លាចកូនព្រះអាទិត្យណាអត់បានទេឃើញចិនដកថយវិញឥឡូវចិនចាប់ដើមយកគ្រឿងសមុទ្រចូលវិញហើយស្អីក៏ខ្លាំងដែរឃើញលើកើធ្វើដៃលវាគេសក់គេណានៅស្រុកជប៉ុនមនុស្សស្រីអត់មានសិទ្ធិស្មើនៅប្រុសទេពីដើមដេកលើក្រែណាឲ្យដេកខុសគ្នាណាស្រីជប៉ុនដេកក្រែក្រោមបោកជប៉ុនមិនហាមណាជប៉ុនវាប្រាប់អញមិនដកឲ្យធ្វើអញហើយស្ទុះមកស៊ីអញបើកតពោកឲ្យស៊ីអញចាក់ឲ្យដល់ងាប់ហើយកុំអានគ្នាច្រើនចាញ់វាឃើញចាញ់នៅមុខចង់គៀបជប៉ុនមិនថយហ្នឹងហើយលោកស្រីសេនាតាកាអៃជីមនុស្សតូចមួយប៉ុន្តែចិត្តឆ្នើមហ្មងឥឡូវនេះកំពុងធ្វើដ្រូនលក់អត់បានទេប៉ុន្តែកុំច្រឡំណាជប៉ុនរើសអើងណាគាត់មិនដែលគិតថាគាត់ដូចយើងទេណាគាត់រើសអើងណាជប៉ុនរើសអើងណាបើនិយាយឲ្យវាចិនរើសអើងទៅយើងមើលងាយយើងមិនដល់ជប៉ុនទេជប៉ុនគាត់រើសអើងជាងជប៉ុនគាត់មិនដែលគិតថាគាត់ស្មើនឹងអាស៊ីដទៃទេនៅមុនសង្គ្រាមលោកលើកទី2ជប៉ុនគាត់គិតថាគាត់ស្បែកលឿងមែនប៉ុន្តែមិនមែនអាស៊ីទេគាត់និស្សិតបញ្ញវន្តជប៉ុនប្រកាន់ណាអត់ឲ្យហៅជប៉ុនខ្លួនឯងថាជាអូយ៉ាងតាល់ទេឲ្យហៅថាចាផាន់ឲ្យហៅថាជាចាផាន់មានន័យថារើសអើងនៅលើជាតិសាសន៍ឯងជប៉ុនរើសអើងដូចអាល្លឺម៉ង់អញ្ចឹងដូចអាល្លឺម៉ង់រើសអើងណានិយាយចំឲ្យកូនព្រះអាទិត្យរើសអើងទាំងអស់កូនប្រច័នមិនសូវរើសអើងទេនិយាយចំដូចនៅមជ្ឈមបូព៌ាមានកូនព្រះអាទិត្យមួយចុយមកនោះរើសអើងគេគឺថ្ងៃមុនតាហ៊ានវាវាយរូបព្រះយេស៊ូវទេប៉ុន្តែខួរក្បាលវាខ្លាំងវាគ្រប់គ្រងពិភពលោកបានយល់ទេវាកូនព្រះអាទិត្យណាអានោះកូនព្រះអាទិត្យណាឃើញទេចំណាំមើលណាអាជនជាតិណាដែលចាត់ទុកថាវាជាកូនព្រះអាទិត្យណាដឹងទេព្រះវាជាសញ្ញាភ្លើងសញ្ញាអណ្ដាតភ្លើងអាហ្នឹងកូនព្រះអាទិត្យសញ្ញាអណ្ដាតភ្លើងធម្មពលណាអញ្ចឹងហើយបានជាសាសហ្នឹងប្រើហៅខ្លួនឯងថាយុទ្ធណាយុទ្ធមានន័យថាម៉េចអ្នកច្បាំងតែអត់ខ្លាចទេ